บ่មកដល់គ្នាម្ចាស់ផ្ទះគឺពិតជាបញ្ញាប់ចង់លូបផ្ទះមិនទាន់មែនឥឡូវយើងទៅមើលទាំងអស់គ្នាណាត្រឹមតែ$80ក្នុង1ម៉ែការ៉េទេតោះយើងទៅមកដល់គ្នាដែលមានបាទតម្រូវការចង់បានផ្ទះណាបាទនៅកណ្ដាលក្រុងហើយតម្លៃសមរម្យណាឥឡូវនេះគឺយើងមានបន្ទប់មួយតម្លៃត្រឹមតែ$32,000ទេបាទអញ្ចឹងបន្ទប់ហ្នឹងខ្ញុំប្រាប់បងប្អូនដល់គ្នាណាគឺបាទធំមែនតើគឺខាងក្នុងហ្នឹងគឺមានកន្លែងទទួលភ្ញៀវបាទមានកន្លែងចក្រានបាទឃើញទេធំមែនតើណាហើយ City View ទៀតកណ្ដាលក្រុងណាហើយនេះគឺបន្ទប់ទឹកនេះគឺបន្ទប់ទឹកណាបាទហើយបន្ទប់ទឹកធំណាតម្លៃ$32,000មែនប៉ុន្តែតម្លៃគឺបាទសមរម្យមែនតើចំពោះកន្លែងហ្នឹងគឺបាទល្អបំផុតសម្រាប់បងដែលគាត់មានបញ្ហាតម្រូវការផ្ទះនៅកណ្ដាលក្រុងហើយគាត់បាទចង់មិនន័យថាធ្វើការទៅរៀនអីស្រួលអីអញ្ចឹងណាគឺនៅនឹងបាទតម្លៃសមរម្យមែនតើតាមតែ$32,000នេះហើយនឹងបន្ទប់ដីធំមែនតើណា$32,000នេះប៉ុន្តែគឺបន្ទប់ដីណាគឺស្អាតហ្មងហើយធំហ្មងណាបាទឃើញទេបាទយើងមានទាំងសម្ភារៈប្រដាប់ប្រដា furniture អីពេញហ្មងណាបាទហើយមួយទៀតចំពោះផ្លូវដើរចូលមកគឺយើងមានវេរ៉ុងដាទៀតបាទវេរ៉ុងដាហ្នឹងគឺធំមែនតើចឹងប្រាប់បងបងទាំងអស់គ្នាថាបើសិនជាមានតម្រូវការណាធ្វើការផ្ទះកណ្ដាលក្រុងបាទធ្វើការទៅរៀនស្រួលទៅធ្វើការស្រួលណាគឺបន្ទប់ហ្នឹងគឺស័ក្តិសមមែនតើហើយតម្លៃគឺពិសេសខ្លាំងមែនតើត្រឹមតែ$32,000ទេអត់ថ្លៃទេបងដែលអ្នកធ្វើការនៅរៀនអីអញ្ចឹងគឺអាចបាទមានសមត្ថភាពអាចបង់បានហើយអាចទិញបានណាហើយឥឡូវហ្នឹងគឺបន្ទប់ហ្នឹងគឺបានកក់ហើយតែយើងមានបន្ទប់ទៀតនៅមកបន្ទប់ទៀតនៅខាងលើប៉ុន្តែបន្ទប់ហ្នឹងបាទតម្លៃលើសគ្នាតិចតួចទេអញ្ចឹងបើសិនជាបងមានចំណាប់អារម្មណ៍គឺអាចតាក់ទងមកខាងខ្ញុំបានណានេះបាទចំពោះ unit ហ្នឹងមួយគឺបាទពិសេសមែនតើដោយសារតែទីតាំងហ្នឹងគឺល្អមែនតើណាទីតាំងហ្នឹងឃើញហ៎បាទយើងមានកន្លែងយើងអាចមើលទិដ្ឋភាពណាបាទនៅខាងក្រៅបានហើយទិដ្ឋភាពហ្នឹងគឺបាទបែរមុខទៅទិសខាងបាទត្បូងពលានយន្តហោះទៀតអញ្ចឹងបាទនៅចិត្តមែនតើមើលឃើញទន្លេហើយមួយទៀតក្បែរ Fury ហើយជាមួយទៀតបាទក្បែរផ្លូវទៅពលានហោះហើយក៏ក្បែរនឹងបាទផ្សារទំនើបជីបម៉ុង271ដែរអញ្ចឹងបងដែលគាត់ស្នាក់នៅហ្នឹងគាត់ត្រូវការទៅជីបម៉ុង271បាទទៅពលានហោះគឺបាទគឺចិត្តមែនតើអត់ឆ្ងាយទេគឺងាយស្រួលសម្រាប់គាត់ហើយមួយទៀតបាទសម្រាប់នៅកន្លែងនេះណាបងបើសិនជាអត់តម្រូវការស្នាក់នៅទេចង់ទិញទុកវិនិយោគក៏ល្អខ្លាំងមែនតើដោយសារតែតម្លៃការជួលនៅម្ដុំហ្នឹងណាបាទនៅបាទបន្ទប់ហ្នឹងផ្ទាល់គឺតម្លៃបាទរហូតដល់$450ណាបើសិនជា